សួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ blog ខ្ញុំវិញក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងដើរលេងនៅទីក្រុងអូសាកានិងក្យូតូចឹងបើបងប្អូនចង់ដឹងថានៅទីក្រុងអូសាកានិងក្យូតូមានអ្វីខ្លះកុំភ្លេចមកទស្សនាវីដេអូនេះជាមួយខ្ញុំអូខេអ្នកគ្នាយើងកំពុងតែនៅក្យូតូហើយនេះគឺជាប្រាសាទពណ៌មាសគឺស្អាតមែនតើអ្នកគ្នាតែប្រាសាទនេះគេកសាងឡើងវិញប្រាសាទ original គឺបានឆេះដោយសារព្រះសង់ដុតប្រាសាទនេះនៅក្នុងឆ្នាំ1150ប្រាសាទនេះបានចូលទៅក្នុង World Cultural Heritage នៅក្នុងឆ្នាំ1994ហើយប្រាសាទហ្នឹងទីគេភាគច្រើនស្គាល់ថាជាអាគារKenkakuji Templeហើយឥឡូវនេះខ្ញុំកំពុងដើរមើលគេធ្វើផ្ទាំងគំនូរស្អាតណាស់ហើយខ្ញុំនិងប្អូនខ្ញុំកំពុងទិញវត្ថុអនុស្សាវរីយ៍ខ្លះៗដែរគេអ្នកគ្នាហើយនេះគឺជាប្រាសាទផ្សេងៗទៅណាពេលនេះដែរពួកខ្ញុំដើរចោលទៅវិញហើយខ្ញុំក៏បានទិញក្រាមម៉ាឆានេះពេលខ្ញុំហែកទៅខ្ញុំក៏បានកាច់ហើយនេះមើលម៉ាឆានៅក្នុងពេលនេះយើងញ៉ាំអាហារថ្ងៃត្រង់ម្ហូបបែបជប៉ុនបន្ទាប់ពីញ៉ាំរួចពួកយើងក៏បានដើរនៅជិតៗហ្នឹងហើយខ្ញុំក៏បងដើរទៅកន្លែងល្បីមួយដែលខ្ញុំតែងតែឃើញនៅលើ social media កន្លែងហ្នឹងគឺគេហៅថា Bamboo Forest អ្នកលេងកំពុងតែនៅដើមឫស្សីនៅដើមឫស្សីពេញហ្នឹងគឺច្រើនមែនតើហើយដោះវែងគឺកន្លែងហ្នឹងថតរូបបានស្អាតណាស់គ្នាកន្លែងហ្នឹងដែរដូចជាព្រៃឫស្សីមួយអញ្ចឹងគឺវាធំមែនតើហើយគឺសុទ្ធតែដើមឫស្សីច្រើនមែនតើបងប្អូនពេលនេះដែរពួកខ្ញុំចេញពីព្រៃឫស្សីហើយយើងនឹងធ្វើដំណើរទៅទីក្រុងអូសាកាវិញហើយថងកន្លែងហ្នឹងដែរបងប្អូនគឺនៅខែលប្រៀបដូចជាផ្ទាំងគំនូរអញ្ចឹងទេសភាពគឺថាស្អាតខ្លាំងបន្ទាប់ពីដល់ទីក្រុងអូសាកាយើងក៏បានទៅហាងញ៉ាំអីហើយខ្ញុំក៏បានចូលហាង McDonald បន្ទាប់ពី order រួច burger ខ្ញុំក៏បានមកដល់ហើយអ្នកគេឲ្យរបស់លេងនិងរបស់លេងមួយទៀតហើយគេក៏បានឲ្យដាកូនិងទឹកផ្លែប៉ោមឥឡូវនេះខ្ញុំនឹងធ្វើដល់នេះ so let's go ឆ្ងាញ់ដែរអត់ទេcheeseburger របស់គេឆ្ងាញ់ខ្ញុំឲ្យ8លើ10ដល់នេះឥឡូវនេះខ្ញុំនឹងភ្លក់ chicken ហើយវ៉ាវខ្ញុំឲ្យ9លើ10ដល់នេះបន្ទាប់ពីញ៉ាំរួចខ្ញុំក៏បានដើរទៅហាងមួយទៀតឥឡូវហ្នឹងដែរបងអូនខ្ញុំកំពុងតែចាប់ផ្ដើមចាក់ម្សៅដើម្បីធ្វើនំពុម្ពហើយយើងចាក់និងគ្របវាហើយយើងចាប់ផ្ដើមបវល់វាប្រហែលពី3នាទីទៅវាឆ្អិនហើយអូនខ្ញុំកំពុងដួសចេញហើយយើងយកនំហ្នឹងទៅដាក់ជាមួយក្រាមហើយពេលញ៉ាំទៅរសជាតិឆ្ងាញ់ណាស់គឺខ្ញុំចូលចិត្តខ្លាំងមែនតើហើយយើងយកនំហ្នឹងដាក់ជាមួយសូកូឡាក៏បានឥឡូវខ្ញុំចាក់សារថ្មីនេះខ្ញុំយកវាមកដាក់សូកូឡាមកដាក់អីអញ្ចឹងទៅហើយពេលញ៉ាំទៅមានរសជាតិឆ្ងាញ់ឥឡូវយើងញ៉ាំអីហើយអស់ហើយយើងត្រឡប់ទៅអូតែវិញឥឡូវហ្នឹងកំពុងតដើរនៅគេហៅថាអីគេណកន្លែងអីគេអូសាកាអត់ដឹងឈ្មោះដែរអីអ្នកដឹងឈ្មោះដែរភ្លេចឈ្មោះដែរខ្ញុំកំពុងកន្លែងទៅខ្ញុំកំពុងនៅកន្លែងអូសាកាដែរនៅអូសាកាហ្នឹងហើយខ្ញុំមានលក់អីច្រើននិយាយទៅលោកឡានមានលក់អីច្រើនមែនតើអូសាកាទៀតជាស្រួលខ្លួនមើលទៅពេលនេះយើងកំពុងធ្វើដំណើរទៅអូតែវិញហើយនៅជិតអូតែខ្ញុំមានម៉ាតមួយហៅថាដុងខីម៉ាតនឹងដូចជាល្បីនៅក្នុងប្រទេសជប៉ុនហើយអ្នកម៉ាតនេះមានរបស់ច្រើនមែនតើ
ដំណើរទៅអូតែវិញ ហើយនេះខ្ញុំក៏បានទិញប្រអប់ធ្វើ sushi មកពី ម៉ាត់ដងខី ហើយនៅគ្នាអា sushi ហ្នឹងវាក់ធ្វើមែនតើខ្ញុំធ្វើខុសរហូតអញ្ចឹងខ្ញុំក៏ឈប់ធ្វើទៅហើយថ្ងៃចុងក្រោយខ្ញុំក៏បានត្រឡប់ទៅប្រទេសកម្ពុជាវិញអញ្ចឹងវីដេអូថ្ងៃចុងក្រោយនៅប្រទេសជប៉ុនមានតែប៉ុណ្្នឹងទេបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយ share ម្នាក់មួយផងនិងក៏កុំភ្លេច follow ដែរហើយសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមអរគុណ